បាទជាបឋមខ្ញុំសូមជម្រាបសួរដល់លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យនិងនិស្សិតទាំងអស់នៅជាស្ថានហការព្រមទាំងមិត្តរួមជំនាន់ផងដែរថ្ងៃនេះខ្ញុំបានមកធ្វើបទបង្ហាញអំពីការ clone app UI របស់ Wiki School បាទខ្ញុំបានឈ្មោះទៀបហុកដែលបានសិក្សានៅផ្នែកបញ្ញាបត្រជាន់ខ្ពស់ខាងព័ត៌មានវិទ្យានៅចំនួន B06 ហើយនៅខាងមុខវិជ្ជា iOS Mobile ដែលដឹកនាំដោយលោកគ្រូផាត់ឧត្តមបាទខ្ញុំមាន overview ចំណុច3ចំណុចដែលលើកមកនិយាយទាក់ទងជាមួយ project objective គឺទាក់ទងជាមួយនឹងការដែលយើងចម្លងភាពទូនាទីរបស់កម្មវិធីហើយនឹងរបៀបប្រើប្រាស់របស់ user នៅក្នុង app Wiki School ដែលប្រើប្រាស់ Flutter framework បាទចំណុចសំខាន់របស់ app យើងគឺធ្វើយ៉ាងម៉េចឲ្យចម្លងភាពលក្ខណៈសំខាន់របស់ app ដើម្បីធានាឲ្យមានភាពស្រដៀងគ្នាហើយនឹងងាយស្រួលការប្រើប្រាស់សម្រាប់ user ហើយចំណុចបន្ទាប់គឺ responsive design គឺយើងធានាឲ្យមានភាព design ដែលមានលក្ខណៈដូចគ្នាទាក់ទង screen ហើយទាក់ទងជាមួយនឹង graphic ផ្សេងៗរបស់ app បាទ key feature បាទអ្វីដែលយើងលើកឡើងមាន6ចំណុចទី1គឺ load flash screen ទី2គឺ multi user login បាទដែលយើងអាច log តាមជាបែបគ្រូសិស្សអាណាព្យាបាលហើយមួយទៀត localize content គឺប្រើសម្រាប់អាចបដូរភាសាបានហើយមួយទៀត button navigation គឺមានភាពឲ្យយើងភាពងាយស្រួលក្នុង access ទៅកាន់ page ផ្សេងៗរបស់សាលាហើយមួយទៀតគឺ modern UI UX តាក់ទងជាមួយនឹងអាចឲ្យយើង manage ប្រើប្រាស់ដើម្បីមើលមេរៀនរបស់គ្រូហើយនឹងរបៀបប្រើប្រាស់ហើយនឹងព័ត៌មានរបស់ផ្សេងៗរបស់សាលាហើយមួយចំណុចទៀតគឺ scan QR code បាទនេះចំណុចនេះគឺ screen របស់ flash screen ដែលពេលយើង load មកគឺយើងនឹងឃើញ logo របស់សាលាបាទចំណុចបន្ទាប់វាទាក់ទង responsive design ដដែលគឺយើងមាន home screen បាទ home screen យើង design ដូចជាមួយ app ដែរយើងមានlogo ដែលអាចបដូរសាលាអាចបដូរភាសាហើយ logo សាលាហើយនឹងប៊ូតុង4នេះដើម្បីអាច lock ចូលទៅមើលព័ត៌មានសាលាបានហើយនឹងមាននៅខាងក្រោម navigation ហើយខាងក្រោមនេះគឺយើងអាចមើលជាភាសាអង់គ្លេសបានបាទបន្ទាប់ទៀតគឺតាក់ទង responsive design ដែរដែលប្រើជា login school បាទយើង login ចូល school យើងត្រូវការកូដរបស់សាលាបាទយើងដាក់កូដទៅវានឹង redirect ទៅ page សាលាបាទ page សាលាខ្ញុំបាន design ច្រើនទេព្រោះដោយសារខ្ញុំអត់ដឹងថា page សាលា design យ៉ាងម៉េចនៅក្នុងគ្រាន់តែដាក់ឲ្យ load ទៅ page បន្ទាប់ទៀតបាទមួយទៀត responsive design ដែរតាក់ទងជាមួយនឹង online video login បាទយើងអាច log ចូលទៅមើលមេរៀនវីដេអូគ្រូដែលបានបង្រៀនហើយបាទយើង log ចូលទៅនឹងអាចបង្ហាញជា lesson video មកហើយបាទនៅខាងបន្ទាប់ទៀតគឺ responsive design ដែរតាក់ទង navigation page យើងអាចមើលជារបៀបប្រើប្រាស់ហើយនឹងព័ត៌មានផ្សេងៗរបស់សាលាបាទនេះជាចំណុច summary ចុងបញ្ចប់របស់ app របស់យើងបាទគឺដូចយើងលើកឡើងខាងដើមគឺយើងធ្វើមិនឲ្យមានភាពស្រដៀងគ្នាហើយនឹងទូនាទីរបស់ app ដូចគ្នាជាមួយនឹង app Wiki School ដែលមានចំណុចទាំងអស់ហ្នឹងបាទអញ្ចឹងខ្ញុំសូមបញ្ចប់ការបង្ហាញ slide ទាំងអស់នេះសិនហើយខ្ញុំនឹងធ្វើការ demo នៅលើ app ដោយផ្ទាល់តែម្ដងបាទនេះគឺជា app Wiki School ដែលខ្ញុំបានធ្វើឡើងបាទខ្ញុំនឹង run វាថ្មីម្ដងទៀតប
จะเคยนี่คือជាចំណុច plus screen ដែលពេលយើងបើកកម្មវិធីមកយើងនឹងឃើញវា load មកអាច load មករយៈពេលប្រហែល second វានឹងបាត់ហើយវានឹង load home page របស់សាលាបាទនេះគឺជា home page របស់សាលាបាទ home page របស់សាលាយើងឃើញនៅនេះមានប៊ូតុងសម្រាប់ផ្លាស់ប្ដូរភាសាបាទយើងអាចចុចទៅមើលទៅតាម account គ្រូ account សិស្សតាមយើងចង់បានក៏ scan ចូលទៅមើលបានអញ្ចឹងយើងតេស្តមើលមួយសិនគ្រូទៅយើងដាក់លេខកូដប៉ុនសាលាចូល login បាទ login ទៅយើងអត់មាន design page អីច្រើនទេគ្រាន់តែខ្ញុំដាក់ជាស្វាគមន៍មកកាន់ page របស់សាលាប៉ុណ្ណោះបាទយើងអាចចេញមកវិញបានបាទនៅក្នុងនេះយើងមាននេះគឺដូចគ្នាយើង log ចូលទៅប្រើ account password តែមួយទេខ្ញុំអត់បានដាក់ password ជា dynamic ទេជា static ធម្មតាបាទយើងអាចចូលទៅចំណុចនេះគឺ navigation bar យើងមានមេរៀនវីដេអូដែល click លេខកូដទៅយើងវាយចូលលេខកូដសាលាហើយខ្ញុំដាក់ជា static ធម្មតាលេខកូដហ្នឹង map static ទេបាទយើងវាយចូលទៅ log ចូលlog ចូលនេះគឺជាវីដេអូដែលសាលាបានបង្ហោះឬដាក់ក្នុង server បាទយើងអាច click មើលបាន click ទៅ watch ពេល watch វានឹង display វីដេអូមកអូខេនេះវីដេអូខ្ញុំ play នៅ local ទេអត់បានមិនដាក់នៅ online ទេបាទយើងអាច back មកវិញឬអាចផុសវាក៏បានបាទយើង back មកវិញបាទនេះវីដេអូឲ្យ click មើលដូចគ្នាទេគឺតែមានមួយ link ជាមួយវីដេអូបាទអាចចេញមកវិញបាទយើងអាចមើលទៅជារបៀបប្រើប្រាស់របស់សាលា click ครับបាទនៅនេះខ្ញុំគាត់បានដាក់ slide show ធម្មតានៅលើ page ហ្នឹងបាទអាច scroll ទៅលើបានដើម្បីមើលបាទមួយទៀតគឺចំណុចព័ត៌មានយើងឬក៏សាលាមានព័ត៌មានផ្សេងអាចផុសយើងអាចចូលមើលបានបាទអញ្ចឹងយើងអាចចុចមក account home page វិញក៏បាន home page account បាទអញ្ចឹងការបាត់បង្ហាញរបស់ខ្ញុំសូមចប់ត្រឹមនេះបាទអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានចូលរួមស្ដាប់